នេះគឺជាទស្សនភាពនៅផ្លូវក្រោយអាងកំពីងពួយម្សិលមិញគឺពួកខ្ញុំបានទៅលេងនៅកំពីងពួយប៉ុន្តែអត់បានថតនៅលើអាងទេហើយសម្រាប់ទស្សនភាពនេះគឺក្នុងម៉ោងពេលល្ងាចម៉ោង4កន្លះទៅម៉ោង5គឺខ្ញុំជិះតាមផ្លូវក្រោយនិយាយថាស្អាតមែនតើតាមផ្លូវក្រោយហ្នឹងគឺនិយាយទៅគឺវាលស្រែហើយបើថាខែនេះវិញគឺក្លិនក្អូបក្អូបស្រូវក្អូបអីហ្នឹងហ្មងដោយសារតែខែនេះគឺស្រូវគេច្រូតហើយអញ្ចឹងវានៅមានក្លិនក្អូបអញ្ចឹងណាក្អូបឈ្ងុយហ្មងហើយបើនិយាយពីអាកាសធាតុវិញគឺស្រឡះល្អត្រជាក់ស្រួលមែនតើហើយបើនិយាយពីនៅលើមេឃវិញគឺមានសត្វហើរពេញយ៉ាងឯងហើយពពកម្សិលមិញគឺស្អាតមែនតើណាហើយនៅតាមវាលស្រែគឺនៅពេលដែលខែប្រាំងបែបនេះគឺគេយកទាទៅឲ្យវាស៊ីស្រូវនៅតាមស្រែដែលគេបានច្រូតហើយចឹងណាហើយនេះក៏មានស្រែខ្លះដែលគេអត់បានច្រូតដែរស្រូវទុំហើយក៏អបឈ្ងុយមែនតើហើយនោះគឺភ្នំសំពៅនិយាយទៅទស្សនវិជ្ជាខាងក្រោយវាស្អាត